មិននឹកស្មានថាសាច់របស់វាឆ្ងាញ់ណាស់ហើយយើងថែមទាំងបានបំពេញកាពះអ្នកដែលជួបទុកមហន្តរាយនោះទទួលបានម្ហូបពិសេសទៀតត្រូវហើយវាគឺជាកិត្តិយសរបស់លោកប្តីសង្ហាម្នាក់នេះលោកគឺជាមនុស្សអស្ចារ្យមែនទែនជូឯងក៏គ្រាន់បានដែរមួយស្រីអើយមីងសុំមួយចានទៀតបានទេបានហ่าនេះអូយអរគុណហើយមិនត្រឹមតែស្អាតទេថែមទាំងចិត្តល្អទៀតរបស់នេះឆ្ងាញ់ខ្ញុំហូបឆ្អែតហើយតែចង់ហូបទៀតត្រូវហើយអូយឈ្ងុយណាស់ព្រះហើយចប់សិនក្រៃនេះគឺជាព្រះអង្គម្ចាស់រូបែទេហើយឮល្បីថាព្រះអង្គម្ចាស់គឺជាមនុស្សដែលចិត្តល្អគ្រាន់តែឮថាប្រជារាស្ត្រជួបទុក្ខលំបាកទ្រង់មកភ្លាមពិតជាល្អណាស់យូស៊ីនេះផ្ដល់អាហារពលឲ្យជនរងគ្រោះមែនទេហ៎ចៅហាន់មូមិនក៏ឯងហ៊ានបង្ហាញមុខនៅចំពោះមុខយើងរឿងអីដែលថាយើងមិនហ៊ាននោះឯងស្ត្រីម្នាក់នេះលោកម្ចាស់នេះជារង្វាន់ថ្មីជាប្រភេទនាវាដឹកយន្តហោះគេទាំងពីរនាក់នេះជានរណាគេតាមពិតគេជាព្រះអង្គម្ចាស់ហាន់មូនិងព្រះមហេសីឬស៊ីអូកំពិតព្រះមហេសីស្អាតណាស់តើលោកប្តីជិតមានភរិយាមួយទៀតហើយណាបងប្រាប់អូនម្នាក់នេះមួយទៀតហើយយូស៊ីនាងចង់សម្លាប់ប្រជារាស្ត្រទាំងអស់នេះមែនទេទើបដាក់ថ្នាំពុលលោកនិយាយអត់សមហេតុផលទេបង្គាអាំងនេះមានរសជាតិឆ្ងាញ់ណាស់ផោះតាំងច្បាស់លាស់ហើយនាងនៅចង់បដិសេធប្រឆាំងទៀតមែនទេហ៎បង្គាទាំងអស់នេះគឺមានជាតិពុលអាយ៉ាបន្ទូលរបស់ព្រះអង្គនេះជាការពិតដែរទេបើសិនជាមែននោះគឺច្បាស់ជាស្លាប់ហើយបោះចោលហើយអញខ្វាយកមិនអើយអញ្ចឹងគិតអ្វីទៅអញក៏ច្រើនដែរមិញនោះស៊ូយូស៊ីនាងឆាប់លុតជង្គង់សុំទោសប្រជារាស្ត្រទៅមិនត្រូវធ្វើអញ្ចឹងទេបងស្រីគាត់ធ្វើដើម្បីប្រយោជន៍លោកតែប៉ុណ្ណោះអញមើលនៅទាំងអស់គ្នាចុះមើលទៅតើមានជាតិពុលដែរទេហ៎បូករួមទាំងយើងម្នាក់ផងដែរដែលទើបតែហូបហើយមិញនេះទេតើមានជាតិពុលមកពីណានោះទៅកុំចេះតែនិយាយផ្ដេសផ្ដាសស៊ូបូហ្វាត់នេះគឺជាគំនិតរបស់ឯងមែនទេឲ្យជនរងគ្រោះហូបរបស់ពុលទាំងនេះវាជាការពិតណាស់ម្នាក់បានហូបហើយពិតជាសរសើរថាឆ្ងាញ់ណាស់ចម្លែកតែអាក្អូនឯងទេដំបងយើងស្មានតែយូស៊ីជាអ្នកធ្វើរឿងរ៉ាវទាំងអស់នេះការពិតគឺអាចចោលម៉ាស៊ីនឯងទេពួកឯងឆាប់យកអ្នកដែលស្លាប់ហូបអាហារដោយពុលយកមកយល់បដាយហើយដេកស្ដុកស្ដឹងបដ ாய் ប្រពន្ធសម្លាញ់អើយអូនមិនគូលាចាក់លោកចឹងទេគ្រប់យ៉ាងគឺមកពីវាឲ្យប្រពន្ធយើងស្លាប់ផោះតាំងសាក់សីក៏យើងមានដែរស៊ូយូស៊ីតើនាងទទួលកំហុសទេស៊ូយូស៊ីតើនាងទទួលកំហុសទេភ័យខ្ញុំគ្រាន់តែដឹងថានាងគឺជាមនុស្សអភិជនប៉ុន្តែមិននឹកស្មានថានាងធ្វើរឿងចឹងសោះមិនក៏មិនគិតការស្លាប់របស់ពួកយើងផងតើស្លាប់លំអងយកស្អីទៅណែបើប្រកាសជាស្លាប់ដោយសារតែពុលមែនតើខ្ញុំមើលបន្តិចមើលឯងឈប់ភ្លាមទៅប្រពន្ធយើងស្លាប់ហើយឯងចង់ធ្វើបែបនេះទៀតមែនទេព្រះរាជបុត្រអង្គម្ចាស់ហុងជាមនុស្សមានតណ្ហាក្រាស់មានប្រពន្ធនៅក្នុងសំណាក់ហារ៉េមចំនួន 3000 នាក់តើគេនឹងអាចខ្លាយទៅជាសប្បុរសជួយប្រជារាស្ត្រយ៉ាងម៉េចទៅអញដាក់ក្បាលមកកង្ហាល់លើលោកពុតជាសាហាវមែនហើយមនុស្សអាក្រក់សម្លាប់គេទៅមនុស្សអាក្រក់សម្លាប់គេទៅមនុស្សអាក្រក់ខ្ញុំនិយាយសិននៅស្ដាប់ខំមកយកស្អីទៀតត្រូវហើយយល់អចាប់ពួកគេតែម្ដងទៅសម្លាប់គេត្រូវហើយអ្នកទាំងអស់គ្នាឈប់សិនស៊ូបូហ្វាន់ចាប់តាំងពីការចាប់ផ្ដើមរហូតដល់ទីបញ្ចប់គឺឯងជាអ្នកធ្វើដូច្នេះឯងក៏ត្រូវតែមានទោសដែរចាប់គេទៅណាហ៊ានពួកឯងទាំងអស់គ្នាគឺជាអ្នកបំពុលប្រជារាស្ត្រនៅចង់តវ៉ាស្អីទៀតមកអាបកាច់នេះនិយាយខ្មែរស្ដាប់គ្នាមិនបានវាយតែម្ដងមកពុលណាឯងចង់ធ្វើស្អីឯងចង់ធ្វើស្អីយើងពុលមែនទេណែពុលសៀហើយគេស៊ីមកកគុកគេថាពុលផងអញបែរជានិយាយថាពុលយើងចាប់ស៊ីទៅព្រះអង្គស៊ូបហ្វាន់ឯងចង់សម្លាប់យើងមែនទេលោកចង់សម្លាប់ព្រះអង្គមែនទេឲ្យថ្នាំប្រសាបមកថ្នាំប្រសាបលបលយកស្អីអូចង់បានថ្នាំប្រសាបមែនទេអូខេណែប្រពន្ធសម្លាញ់សើជូអូនយកថ្នាំប្រសាបបន្តិចមកណែចាំបន្តិចសិនទៅណាយកថ្នាំប្រសាបមកឥឡូវហើយមកហើយថ្នាំប្រសាបមកហើយលោកប្តីមកថ្នាំប្រសាបរបស់ស័ក្តិសិទ្ធណាទើបមកពីភ្នំកលិតថ្មីមកផឹកទៅទឹកនោមកម្មាទេពហ្នឹងណែយើងប្រាប់ពួកឯងទៅចាស់បើព្រះអង្គមានរឿងអីនោះយើងនឹងសម្រាប់ពួកឯងម្ដងនេះសំមុខហើយតោះព្រះអង្គ
ស៊ូបូវ៉ាន់តើនេះគឺជាទឹកថ្នាំបន្សាបអ្វីទៅហ៎ ការប៉ັດផឹកទឹកលាងជើងរបស់ប្តីខ្ញុំម្ចាស់ ស៊ូបូវ៉ាន់ ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ ចង្រៃឯងពិតយកទឹកលាងជើងឲ្យយើងផឹកមែនត្រាយវាជាទឹកលាងជើងរបស់យើងអ្នកទាំងអស់គ្នាអ្វីដែលអ្នកទាំងអស់គ្នាហូបហើយមិញនេះតើមានជាតិពុលដែរទេហាដូចជាអត់មានទេត្រូវហើយអត់មានពុលទេហឺដូចជាអត់មានពុលផង និយាយហាញតាថាវាមិនដល់ថ្នាក់ពុលនោះទេព្រះអង្គម្ចាស់តែយើងគួរធ្វើយ៉ាងម៉េចទៀតមិននឹងអាចប្រឈប់ត្រឹមហ្នឹងទៅ ចង្រៃស៊ូបូវ៉ាន់ឯងច្បាស់ជាស្លាប់មិនខាននេះទេសេនាប្រមុខឆាប់មកលឿនទៅបើនរណាមិនចង់ស្លាប់ឆាប់ចាក់ចេញពិធីនេះទៅអើយទៅមិនបានទេចុះទៅអូយទៅព្រះអង្គម្ចាស់ ពុកមកដែរហ៎ សេនាប្រមុខសៅលោកហ៊ានក្បត់ផងហ៎ហើយជប់ឲ្យយើងក្បត់តើវាយ៉ាងម៉េចទៅហ៎សាប្រធានក្លាហានពេកហើយ សៅយូស៊ីតើនាងគិតថាខ្លួនឯងអាចធ្វើអ្វីបានយើងបានបង្កប់ទាហាន300នាក់ជុំវិញនៅទីនេះហើយអ្នកណាក៏មិនអាចចេញទៅបានដែរ លោក ណែប្រពន្ធសម្លាញ់តើអូនគឺជានរណាគេទៅហេតុអីបានជាមនុស្សគ្រប់គ្នាទាំងអស់នេះចង់សម្លាប់អូន ព្រះបត្រាការប៉ັດតំណែងបងស្រី ណែប្រពន្ធទី2មានរឿងអីនិយាយឲ្យច្បាស់មកកុំលាក់លៀមពេក មិនអីទេចាំខ្ញុំបញ្យល់នៅពេលក្រោយទៀតប៉ុន្តែពេលនេះដោះស្រាយរឿងសំខាន់ជាង សៅយូស៊ីបើនាងនៅក្នុងវាំងគឺអាចរួចផុតជីវិតបានប៉ុន្តែនៅទីនេះយើងមានអំណាចច្រើនជាងយើងចង់ធ្វើអ្វីក៏បានដែរចង់សម្លាប់នាងនៅទីនេះក៏បានដូច្នេះហើយគឺគ្មានព្រះរាជាអង្គណាអាចជួយនាងបានទេប៉ុន្តែនៅទីនេះយើងអាចធ្វើអ្វីគ្រប់យ៉ាងក៏បានដែរសេនាប្រមុខចាប់កាក់នាងទៅព្រះអង្គម្ចាស់សូមយាងចាក់ចេញពីទីនេះទៅ ពួកគេគ្មានអាវុធទេអ្នកទាំងពីរតមុនចាស់ទុកឲ្យខ្ញុំនៅទីនេះពុកក៏មិនរំអសោះគ្រាន់តែកិច្ចការប៉ុណ្ណឹងស៊ីផុយ ព្រះអង្គម្ចាស់យើងគួរទៅរាជវាំងវិញទៅដើម្បីការងាររាជបល្ល័ង្ករបស់ព្រះអង្គត្រូវហើយ តោះ ដើម្បីគ្រួសារសៅយើងរីកចម្រើនពួកឯងឆាប់បញ្ជូនពួកគេទៅឋាននរកទៅ បាទនាងឆាប់ឡើងសេះទៅទុកឲ្យខ្ញុំគឺជាអ្នកការពារអាចការពារបានប្រហែលជាមួយធុកដែរយកឈប់ព្រះរាជបុត្រចង់ធ្វើយ៉ាងម៉េចហ្នឹងតាមមើលទៅនាងប្រហែលជាមិនទាន់ឃើញក្តាមមឈូសមិនទាន់ស្រក់ទឹកភ្នែកនោះទេសាជួចាទៅយក AK ឲ្យបងមកចាលោកប្តីហ่าណែល្អណាបើនរណាគេចង់ស្លាប់ឆាប់ចូលភ្លាមមក ប្រាប់បត្រាស៊ូពូហ្វាន់លោកដូចចលេងសាយពេកហើយនេះស៊ូពូហ្វាន់លោកកុំទៅរកការស្លាប់ ប្រពន្ធទី1មាន AK នៅក្នុងដៃរបស់បងហើយបើនាងឬពួកអាចចែមមិនស្ដាប់ទេនោះគឺខ្សែជីវិតហើយ AK ជាស្អីទៅយើងដូចជាមិនដែលធ្លាប់ឮសោះ នោះមកពីនាងល្ងងហើយកំភ្លើង AK នេះអាចបាញ់ពីចម្ងាយ300ម៉ែត្របើនរណាគេចង់ស្លាប់អញ្ជើញចូលមកតែក៏អាចារ្យហើយទៅ វាគ្រាន់តែជាកំណាត់ឈើពីដើមឈើតែប៉ុណ្ណោះ ខួរក្បាលនាងអន់គឺអញ្ចឹងហើយបើនរណាមិនចង់ស្លាប់ទេសូមចាក់ចេញទៅតែបើសិនជាចង់ស្លាប់នោះចូលមក ស៊ូពូហ្វាន់អញបំផ្លាញផែនការរបស់ព្រះអង្គម្ដងហើយម្ដងទៀតយើងស្មានតែឯងជាមនុស្សអស្ចារ្យប៉ុន្តែមនុស្សស្មានថាឯងជាមនុស្សមិនបានការអញ្ចឹងសោះអូខេតាមប៉ាត់ឯងរកវិធីដើម្បីពជាពេលចាក់ចេញណាអេព្រះបត្រាតើនេះអាចទៅរួចអត់ហ្នឹងព្រះបត្រាស៊ូពូហ្វាន់បើជួយយើងមិនបានទេសូមលោកតមុនចាស់មនុស្សស្រីពិតជាសាំញ៉ាំមែនណាបងប្រាប់អូនទៅចោះពួកអស់ទាំងអស់នេះមិនមែនជាដៃគូរបស់បងទេនៅនាងធំវត្ថុដែលនៅក្នុងដៃប្តីរបស់ខ្ញុំអាចសម្រាប់មនុស្សមួយប្រព្រឹត្តភ្នែកតែចាំនិយាយថាម៉េចហ្នឹងវត្ថុនេះអាចបង្ក្រាបកងទ័ព300កងបានទេសង្ឃឹមលើវត្ថុនៅលើដៃលោកហ្នឹងឯងចាំមិនបងប្រាប់អូនឲ្យមិនជឿមែនទេបើមិនជឿសាកមើលទៅបងស្រីហងខ្ញុំអត់ទាន់ចង់ស្លាប់ទេវាជាកំហុសរបស់យើងមិនគួរណានាំឯងមកទីនេះសោះណែឈប់និយាយច្រើនទៅខ្ញុំធានាថាសូម្បីតែសរសៃសក់មួយនឹងក៏មិនឲ្យបាត់ដែរ តែប៉ិតអត់ហ្នឹងទីហ៊ានតែ300នាក់ឆាប់បញ្ជូនពួកគេទៅឋាននរកទៅសម្លាប់ចូលគឺឯងរងងាប់តែខ្លួនឯងទេมันអាចទៅរួចទេធូរខ្លួនអស់ទាស់มันអាចទៅរួចទេអាយ៉ូពិតជាសាហាវមែនណោះនេះកងកម្លាំងតែ300នាក់ស្លាប់ទាំងអស់ហេព្រះរាជបុត្រាត្រង់ពិតជាអស្ចារ្យមែនអរគុណណាស់ដែលបានសរសើរប្រពន្ធទី1ចង់សាកល្បងទេហ៎
មើលទៅគឺដូចជាធម្មតាទេមើលឲ្យខ្ញុំសាកបន្តិចបានអត់ រឿងអីមិនបាននោះណា ខ្ញុំក៏ចង់បានដែរព្រាយច្បាត់ អូខេណែ អូយធ្ងន់អេហើយរបស់នេះគេបាញ់យ៉ាងម៉េចទៅ អើយឆ្អល់អីកន្លែងហ្នឹងណាគេធ្វើអញ្ចឹង